ដែលចាស់ពីដើមដែលយើងនិយមប្រើហ្នឹងគឺគោលដៅរបស់ Snow កណ្ដាលគឺឲ្យកូនខ្មែរដើរទៅមកកន្លែងនេះគត់ដាច់ខាតទីនោះគឺបើយើងនៃ Snow កណ្ដាលគឺឲ្យគាត់ដើរទៅមក Snow ហ្នឹងទេគឺដាច់ខាតអត់ឲ្យគាត់ចេញកន្លាទី2នេះទេអូខេឥឡូវយើងមកជួបគ្នាម្ដងទៀតហើយវីដេអូនេះគឺដោយមានការ comment មានការ comment ច្រើននៅក្នុង comment ក៏ដូចជាមានការសនំពរនៅក្នុង Messenger គាត់ឆាតបានឆាតមកគាត់ inbox ឆាតមក personal នៅក្នុង page ផ្ទាល់អញ្ចឹងក៏ដោយធ្វើវីដេអូម្ដងទៀតពាក់ព័ន្ធមួយការរៀនដេញសម្លាប់ដោយប្រើក្បួន Snow កណ្ដាលអញ្ចឹង Snow កណ្ដាលដែលចាស់ពីដើមដែលយើងនិយមប្រើហ្នឹងគឺគោលដៅរបស់ Snow កណ្ដាលគឺឲ្យកូនខ្មែរដើរទៅមកកន្លែងនេះគត់ដាច់ខាតទីនោះគឺបើយើងនៃ Snow កណ្ដាលគឺឲ្យគាត់ដើរទៅមក Snow ហ្នឹងទេគឺដាច់ខាតអត់ឲ្យគាត់ចេញកន្លាទី2នេះទេហើយក្បួន Snow កណ្ដាលនេះមាន2លក្ខខណ្ឌម្ដងទៀតគឺយើងមាន2លក្ខខណ្ឌលក្ខខណ្ឌទី1ក្នុងលក្ខខណ្ឌដែលខ្មៅដើរទៅក្រោយមួយជើងក្នុងលក្ខខណ្ឌដែលខ្មៅដើរទៅក្រោយមួយជើងគឺស្លាប់ 100% ប៉ុន្តែលក្ខខណ្ឌទី2បើសិនជាខ្មៅគាត់ដើរអត់បកក្រោយទេដើរមករហូតដល់ចេញឲ្យទៅដើរកងាកក្រោយគឺរស់អញ្ចឹងសម្រាប់វីដេអូនេះយើងនឹងចេញមាន2វីដេអូវីដេអូទី1យើងនឹងនិយាយអំពីគាត់ដើរបកក្រោយមួយជើងនៅពេលដែលដើរបកក្រោយមួយជើងភ្លាមយើងនឹងចូលក្បួន Snow កណ្ដាលគឺស្លាប់ 100% នៅពេលដែលយើងចូលក្បួនគឺយើងបញ្ជាកូនខ្មៅឲ្យដើរតែម្ដងអូខេអញ្ចឹងឥឡូវដើម្បីកុំឲ្យខាត់ពេលយូរយើងទៅមើលទាំងអស់គ្នាក្បួន Snow កណ្ដាលលក្ខខណ្ឌខ្មៅគាត់ដើរថយក្រោយគឺស្លាប់ 100% អញ្ចឹងតម្រងបែបនេះតម្រងនេះគឺយើងមានត្រីមួយហើយនិងសេះមួយអញ្ចឹងតម្រងត្រីមួយសេះមួយសម្រាប់គឺដាច់ខាតត្រូវតែត្រីឲ្យត្រូវជ្រុងអញ្ចឹងជ្រុងនេះគឺខុសជ្រុងហើយអញ្ចឹងក្បួន Snow កណ្ដាលយើងឲ្យយើងដេញអង្គរហូតដល់មកដល់កន្លែងនេះហើយមកស្លាប់នៅជ្រុងនេះវិញអូខេចុះឥឡូវកុំឲ្យខាត់ពេលយូរយើងទៅទស្សនាទាំងអស់គ្នាអញ្ចឹងក្នុងលក្ខខណ្ឌបែបអញ្ចេះគឺកូនខ្មៅដើរមុនអូខេយើងទៅមួយកូនខ្មៅគាត់ដើរមុនអញ្ចឹងដើម្បីបិទជើងកន្លែងនេះយើងត្រូវធ្វើដើម្បីបិទជើងកន្លែងនេះជំរឿនគឺមានតែមួយយើងត្រូវកាន់សេះជើងទី1ត្រូវកាន់សេះអូខេទៅយឺតចំណាំទាំងអស់គ្នាយើងបិទជើងកន្លែងនេះហើយអញ្ចឹងខ្មៅគាត់មានតែមួយកន្លែងដើរទេគាត់ដើរឡើងលើអញ្ចឹងដើម្បីដេញគាត់មកដល់ជ្រុងនេះបានយើងត្រូវបិទជ្រុងកន្លែងនេះអញ្ចឹងបិទជ្រុងកន្លែងនេះត្រូវកាន់អីយើងត្រូវកាន់ត្រីអូខេបិទជ្រុងអញ្ចឹងយើងដេញគាត់មកទៀតដែរគាត់ដើរបានតែមួយកន្លែងទេអូខេអញ្ចឹងក្បួន Snow កណ្ដាលដើម្បីបិទកន្លែងនេះបានគោលដៅយើងគឺឲ្យគាត់ដើរទៅមួយកន្លែងនេះទេអញ្ចឹងដើម្បីបិទកន្លែងនេះបានត្រូវធ្វើម៉េចបិទកន្លែងនេះបានគឺមានតែជំរឿនមួយគឺបើយើងកាន់អង្គវាអត់ទាន់ក៏បានយើងកាន់សេះក៏បានតែជាទូទៅក្នុងក្បួនគេត្រូវឲ្យយើងកាន់សេះយើងត្រូវហក់សេះមកកន្លែងនេះដើម្បីបិទកន្លែងនេះអូខេយើងបិទចឹងឥឡូវខ្ញុំនិយាយចឹងលក្ខខណ្ឌដែលគាត់ដើរថយក្រោយមួយជើងអញ្ចឹងបើសិនជាវីដេអូនេះគឺគាត់ដើរថយក្រោយមួយជើងតែបើសិនជាវីដេអូដែលគាត់ដើរមកត្រង់រហូតគឺរស់អញ្ចឹងខ្ញុំមិននិយាយពីវីដេអូដែលគាត់ដើរមកត្រង់ទេវីដេអូនេះគឺដើរថយក្រោយអញ្ចឹងកន្លែងនេះគឺលក្ខខណ្ឌពិសេសនៅពេលដែលគាត់ដើរថយក្រោយមួយជើងកន្លែងនេះគឺស្លាប់ 100% គឺចូលក្បួន Snow កណ្ដាលហើយអញ្ចឹងសម្រាប់អ្នករៀនលេងចំណាំហក់3ជើង4ជើងមកហើយដល់ពេលគាត់ដើរថយក្រោយមួយជើងកន្លែងនេះយើងត្រូវកាន់សេះទី1យើងត្រូវកាន់សេះអុកទី1អុកហើយដើម្បីគាត់ឡើងមកវិញទី2អុកហើយគឺយើងបិទជើងកន្លែងហ្នឹងហ្មងអូខេឥឡូវយើងទៅចូលក្បួន Snow កណ្ដាលទាំងអស់គ្នាយើងអុកគាត់មួយគាត់ចូលគាត់មានតែមួយកន្លាដែរទេចូលក្បួនដូចខ្ញុំនិយាយអញ្ចឹងគឺយើងបញ្ជាកូនកន្លាកូនខ្មៅឲ្យដើរតែម្ដងចាឥឡូវយើងអុកមួយហើយគាត់មានតែមួយកន្លាទេនៅពេលដែលយើងអុកមួយគាត់ដើរមកចាប់សេះអញ្ចឹងយើងត្រូវធ្វើអីទៀតអញ្ចឹងអង្គសនៅពេលដែលចាប់សេះយើងត្រូវកាន់អង្គពីរជើងមួយអូខេជើងសេះហើយខ្មៅមានតែមួយកន្លាដែរទេគាត់ដើរមកនេះយើងត្រូវកាន់អង្គពីរជើងកាន់អង្គពីរជើងកន្លែងនេះគឺដាច់ខាតកុំឲ្យគាត់ចេញបន្លោះនេះបានអញ្ចឹងនៅពេលដែលជាទូទៅសម្រាប់អ្នករៀនរត់និយាយអ្នករៀនរត់និងអ្នករៀនដេញសម្លាប់អញ្ចឹងរៀនរត់គាត់ផ្ទះជាទៅវិញហើយដើម្បីទៅខុសជ្រុងណាដើម្បីរស់អញ្ចឹងគាត់ព្យាយាមរត់ចេញទៅវិញតែយើងមើលនៅពេលដែលគាត់ដើរទៅវិញអញ្ចឹងយើងត្រូវវាចេញបន្លោះគាត់អាចចេញគាត់ព្យាយាមចង់ចេញបន្លោះនេះអញ្ចឹងនេះជើងសេះនេះជើងសេះអញ្ចឹងដើម្បីបិទបន្លោះនេះបានយើងធ្វើម៉េចយើងកាច់ត្រីអូខេកាច់ត្រីដើម្បីបិទបន្លោះនេះអញ្ចឹង3កន្លានេះអស់ហើយអញ្ចឹងគាត់ត្រូវចូលមកវិញនៅពេលដែលយើងកាន់ត្រីហើយយើងត្រូវកាន់ត្រីពីរជើងកាច់ត្រីមកបិទបន្លោះហ្នឹងដល់មកយើងត្រូវបិទបន្លោះនេះមួយទៀតដើម្បីឲ្យគាត់ដើរមកស្នូកអញ្ចឹងដើម្បីបិទបន្លោះនេះបានយើងកាន់ត្រីមួយទៀតអូខេយើងកាន់ត្រីបន្លោះនេះដើម្បីបិទអញ្ចឹងគាត់យើងព្យាយាមបញ្ជាកន្លាកូនខ្មែរគាត់ខ្មែរមានតែមួយកន្លាដើរចុះក្រុមទេចុះមកទៀតអញ្ចឹងយើងចូលអាពីដំបូងយើងដដែលគាត់ចង់ចេញបន្លោះនេះជាងស្នូកកណ្ដាលយើងឲ្យគាត់ចេញកន្លាទី2ទេអញ្ចឹងដើម្បីបិទកន្លានេះបានយើងហក់ជើងសេះកន្លែងនេះអញ្ចឹងក្នុងលក្ខខណ្ឌនេះគាត់ដើរមកនេះក៏បានគាត់ដើរមកនេះក៏បានមួយណាក៏ស្លាប់ដែរតែយើងចូលក្បួនយើងហើយអញ្ចឹងឥឡូវដើម្បីងាយស្រួលបញ្យល់គាត់ទៅវិញដោយអាជើងដំបូងនេះចុះដើម្បីយើងឲ្យបានឲ្យអ្នករៀនលេងអ្នករៀនដេញគាត់ចាំកន្លាណាអញ្ចឹងគាត់ព្យាយាមទៅកន្លាដដែលចុះអញ្ចឹងដូចពីដំបូងអញ្ចឹងកន្លែងលក្ខខណ្ឌពិសេសអញ្ចឹងនៅពេលដែលគាត់អត់ដើរមកត្រង់ទេគាត់ទៅក្រោយវិញយើងចូលក្បួនយើងដដែលមកយកជើងសេះអុកមួយទី1អុកទី2យើងបិទកន្លែងឡើងហ្នឹងដើម្បីឲ្យគាត់មកដល់ឯជ្រុងនេះអញ្ចឹងយើងអុកមួយអូខេអុកមួយយើងគាត់ចុះក្រោមគាត់មានមួយកន្លាដែរទេអញ្ចឹងយើងកាន់អង្គពីរដងដដែលដូចដល់ពីមុនអញ្ចឹងនៅពេលដែលយើងអុកហើយយើងត្រូវកាន់អង្គពីរដងទី1កាន់ចូលកន្លែងនេះដើម្បីចងសេះទី2ដើម្បីបិទកន្លាអូខេអញ្ចឹងគាត់ទៅកើតទេជើងសេះគាត់ចុះក្រោមកុំឲ្យគាត់ចេញបន្លោះនេះបានជំរឿនគឺយើងកាន់អង្គនេះអូខេអញ្ចឹងគាត់ដើរបានតែមួយស្នូកហ្នឹងទេស្នូកកណ្ដាលគាត់មកនេះក៏ស្លាប់មកនេះក៏ស្លាប់អញ្ចឹងគាត់ព្យាយាមរត់ចេញដដែលនេះជើងសេះយើងដើម្បីបិទកន្លានេះបានយើងកាច់ត្រីអូខេគាត់ចុះមកវិញអញ្ចឹងត្រីជាទូទៅយើងចាំគឺនៅពេលយើងកាច់ត្រីមកបិទកន្លាគឺកាន់ត្រីពីរដងបិទកន្លានេះមួយទៀតអូខេអញ្ចឹងគាត់ចុះក្រោមអញ្ចឹងគាត់ដើរបានពីរកន្លាទេអញ្ចឹងនៅពេលដែលគាត់ចុះក្រោមនៅពេលដើរបានពីរកន្លាអញ្ចឹងយើងត្រូវសេរីជើងសេះគេសេះទៅឈរនៅក្រោយត្រីក៏បានឈរនៅកន្លែងដែលខ្ញុំចោលនេះក៏បានដែរតែបើសម្រាប់អ្នករៀនដេញដំបូងចំណាំថានៅពេលដែលចូលតម្រងខ្មៅដើរបានតែពីរកន្លាហើយយើងចាំថាជើងសេះឲ្យឈរនៅក្រោយត្រីចុះអញ្ចឹងដើម្បីបោះឈរនៅក្រោយត្រីបានទី1ទី2ទី3អូខេយើងទៅទាំងអស់គ្នា1 2 3
chứ đừng mua là hết ấy nó phải đặt mai đa vì lá dương họ chơi xe mình chân video nông tùng rung ca cho đòi pra tray muối xe muối sầm lạp đòi tray chống trong ban trên video hay hỏi đặc biệt cài suôn nâng đặc biệt là dương tùng rung suôn rồi mình suôn chân nông lại khăn bémនេះគឺអត់ស្ទួនទេហើយកូនខ្មែរកូនសសេះតែតម្រង់ឈរបែបហ្នឹងគឺទី1នៅពេលដែលយើងដកត្រីចេញគាត់បិទកាឡាកន្លែងនេះលក្ខខណ្ឌទី2នៅពេលដែលយើងបិទកាឡាហើយសេះគាត់ត្រូវមកអុកកន្លែងនេះដើម្បីអុកស្លាប់ឥឡូវយើងទៅមើលទាំងអស់គ្នាយើងកាច់ត្រីមួយមកអូខេវេនសដៃយើងកាច់ត្រីមកចឹងខ្មៅចុះក្រោមអុកមកត្រីឡើងអុកមកសេះស្លាប់ចឹងកន្លែងនេះគឺខ្ញុំបាននិយាយពីរឿងស្ទួននេះខ្ញុំនិយាយពីក្បួនស្នូកកណ្ដោដែលយើងគៀងតាំងពីកន្លែងនេះរហូតមកដល់មកស្លាប់នៅកន្លែងនេះហើយក្នុងលក្ខខណ្ឌដែលគាត់ខ្មៅដល់ដើរថយក្រោយមួយជើងចឹងវីដេអូបន្ទាប់យើងនឹងបរៀនអំពីតើខ្មៅនៅពេលដែលគេគៀងមកខុសជ្រុងចឹងតើខ្មៅមានវិធីសាស្ត្ររត់បែបណាដើម្បីឲ្យរួចខ្លួនដើម្បីកុំឲ្យចូលក្បួនស្នូកកណ្ដោចឹងយើងចាំទៅទស្សនាវីដេអូទី2ទាំងអស់គ្នាក្បួនស្នូកកណ្ដោរបៀបខ្មៅកូនខ្មៅដែលរត់ឲ្យរួចខ្លួនបាទចឹងអរគុណច្រើន